Màu men màu lê nhé con cho đây chơi tên bọc đỏ bên mặt khang đâm rồi có trong mặt về nhé trong đây rồi có đây lơ men Chi main Rico someone call him Chi main gì nhưng score có tập 4តាមជា bot enjoy the moment fit ជាមួយ Tepiset ហើយនឹង NPN Chi main ខ្ញុំមើលឃើញតែគាត់ខ្លាំងខាងទៅ save role ហើយការលេង flow របស់គាត់គឺល្អចំណាំមើលនៅក្នុង bot របស់គាត់មួយគឺ lyric ច្រើនមែនទេហើយអត់សូវជន់គ្នាហ្មងទេចំណុចខ្វះខាតចំពោះខ្ញុំមើលទៅគឺ lyric របស់គាត់ហ្នឹងអត់សូវមានប្រូជាភាសាអង់គ្លេសសូថាចម្រៀងមួយតតែមានភាសាអង់គ្លេសក្នុងហ្នឹងបានយកជាសាច់ការកើតមែន No វាមិនចឹងទេតែអ្នកគ្នាត្រូវដឹងថាភាសាអង់គ្លេសវាជា international language ការប្រើភាសាអង់គ្លេសនៅលើបទចម្រៀងមួយដែលធ្វើវា effect ខ្លាំងហ្មងហ្នឹងគឺប្រើទៅលើ6បច្ចេកទេសក្នុង hip hop មួយដែលខ្ញុំមើលពីស្រុកគេមកគឺគេប្រៀបធៀបបទចម្រៀងមួយទៅនឹងស្ពានហើយអ្នកគ្នាដែលឃើញស្ពានអ្នកលឿងអត់អាចខ្សែកាបដែលធ្ពក់ស្ពានហ្នឹងអានឹងវាជាហុកហើយអញ្ចឹងស្ពានមួយវាមិនអាចប្រើកាបមកទៅខ្សែទប់ជាប់ហើយយ៉ាងណាក៏ត្រូវមានមុខមួយក្រោយមួយដែរអញ្ចឹងហុកវាជា main verse មួយដែលនៅក្នុងចម្រៀងគេ repeat ច្រើនដងការប្រើហុកជាភាសាអង់គ្លេសហ្នឹងវាអាចជួយឲ្យ audience ស្រុកក្រៅគេអាចច្រៀងតាមយើងបានអាច repeat តាមយើងបានខ្ញុំលើកឧទាហរណ៍ឲ្យទាំងអស់គ្នាមួយទៀតយើងក៏លេចទៅមើល K-pop តើ K-pop គេធ្វើចម្រៀងរបស់គេហុកគេប្រើជាភាសាកូរ៉េអត់គឺអត់សូវមានទេគេប្រើហុកជាភាសាអង់គ្លេសទាំងអស់ហ្នឹងវាជាកន្លឹះមួយដែលអាចជួយឲ្យយើងច្រៀងតាមគាត់បានដោយសារតែវាជាភាសាអង់គ្លេសដូចខ្ញុំនិយាយខាងដើមចឹងថាហុកវាជា main verse ដែលគេ repeat ច្រើនដងក្នុងបទចម្រៀងហ្នឹងគេមិនមែនច្រៀងតែម្ដងទេអញ្ចឹងគឺមានកន្លែងហ្នឹងច្រើនដងមែនតើអាច2ទៅ3ដងទៅ4ដងខ្ញុំលើកឧទាហរណ៍មួយទៀតគឺ Wanda អ្នកគ្នាទៅ check បទគាត់ទៅថាភាគច្រើនបទគាត់ប្រើ title ជាភាសាអង់គ្លេសហើយប្រើហុកជាភាសាអង់គ្លេសទាំងអស់ដូចជាឧទាហរណ៍បទចូលមួយចុះអាហ្នឹងក៏ជាហេតុផលមួយដែលធ្វើឲ្យ Wanda គាត់មាន audience នៅក្រៅស្រុកច្រើនផងដែរ